តាមរបាយការណ៍ពី UNAIDS បានឲ្យដឹងថាចំនួនមនុស្សកើតអេដស៍នៅក្នុងលោកកើនឡើងនៅពេលដែលវ៉ាក់សាំងការពារជំងឺអេដស៍បានត្រូវដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺអេដស៍មានលក្ខខណ្ឌសុខភាពទើបចាក់បានរីឯការធ្វេសប្រហែសរបស់អ្នកដែលជាដៃគូផ្លូវភេទហើយនឹងការបង្កើតនៅខ្សែសន្តិវៈភេទនានាបណ្ដាលឲ្យជំងឺអេដស៍កើនឡើងនៅក្នុងសន្ទុះដ៏ខ្លាំងក្លាតែមិនភ្ញាក់ផ្អើលនៅប្រទេសកម្ពុជាដូចគ្នាអ្នកកើតជំងឺអេដស៍កើតឡើងមិនបានធ្វើតេស្តជំងឺអេដស៍អត់ដឹងថាខ្លួនកើតអេដស៍យើងមិនដឹងថាមានចំនួនប៉ុន្មានអ្នកទេការសេពសន្តិវៈដែលធ្វេសប្រហែសហើយនឹងការក្រើនរំលឹកនៃសាធារណសុខាភិបាលលើជំងឺឆ្លងធ្វើឲ្យដៃគូរួមភេទមិនប្រើស្រោមអនាម័យនិងយល់ដឹងពីការឆ្លងនៃរោគសញ្ញាផ្លូវភេទដ៏សាហាវ